ពិតជាដំណឹងដ៏ល្អមែនតើនេះគឺជាឱកាសសម្រាប់កម្ពុជាដើម្បីពង្រឹងសមត្ថភាពយោធាដែរឬទេមុននេះបន្តិចរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងជីបានបង្ហាញអំពីការគាំទ្រទៅលើទំនើបកម្មយោធានៅកម្ពុជាដើម្បីពង្រឹងខឿនការពារជាតិអនុញ្ញាតគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនរួមជាតិជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់សម្រាប់រាត្រីថ្ងៃទី23ខែមេសាឆ្នាំ2026នៅក្នុងវីដេអូនេះផងដែរខ្ញុំបាទសូមលើកយកនៅព្រឹត្តិការណ៍អាប់ដេតចុងក្រោយបង្អស់ជាពិសេសគឺស្ថានភាពសង្គ្រាមកម្ពុជាថៃដែលកំពុងតែឈានដល់ដំណាក់កាលនៃការប្រើប្រាស់ល្បិចកិច្ចកលរបស់ភាគីថៃថ្ងៃនេះក៏យើងមានព័ត៌មានបង្ហាញអំពីដំណឹងដ៏សំខាន់មួយដែលពាក់ព័ន្ធជាមួយនឹងសមត្ថភាពរបស់យោធាត្រូវបានពង្រឹងឡើងវិញតាមរយៈចំណាប់អារម្មណ៍ពិសេសរបស់រដ្ឋមន្ត្រីការបរទេសរបស់ចិនបន្ទាប់ពីជួបពិភាក្សានៅកិច្ចការងារសំខាន់មួយចំនួននៅប្រទេសកម្ពុជាមួយវិញទៀតពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិពាក់ព័ន្ធជាមួយដំណោះស្រាយទ្វេភាគីជាមួយនឹងប្រទេសថៃដើម្បីជ្រាបច្បាស់សូមប្រិយមិត្តបងប្អូនទេសនិកជនតាមដានទស្សនានៅព្រឹត្តិការណ៍ព័ត៌មានពិស្ដារជាមួយខ្ញុំឲ្យបានដល់ចប់ពេញចិត្តវីដេអូនេះកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមម្នាក់មួយចង់បានព្រឹត្តិការណ៍ព័ត៌មានអាប់ដេតជារៀងរាល់ថ្ងៃគ្រាន់តែចុចពាក្យ subscribe លើ channel ចង់ដឹងទេជាការស្រេចស្ថានភាពវិវាទរវាងព្រំដែនកម្ពុជានិងថៃបានឈានដល់ចំណុចក្តៅកគុកបំផុតមិនធ្លាប់មាននៅក្នុងដើមឆ្នាំ2026នេះបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុតជាបន្តបន្ទាប់គួររំលឹកផងដែរថាកាលពីថ្ងៃទី22ខែមេសាឆ្នាំ2026ចំពោះសកម្មភាពឈ្លានពានដែលមិនអាចទទួលយកបានពីសំណាក់អាជ្ញាធរថៃនៅក្នុងតំបន់ប្រាសាទតាក្របីទោះបីជាមានការតវ៉ាជាផ្លូវការជាច្រើនលើកច្រើនសារតាមរយៈលិខិតចុះថ្ងៃទី30ខែមករានិងថ្ងៃទី13ខែមេសាក៏ដោយក៏ភាគីថៃនៅតែបន្តបង្ហាញចរិតរឹងរូសរៀបចំនៅការជួបជុំជាសាធារណៈការសម្របសម្រួលឲ្យភ្ញៀវទេសចរចូលទស្សនានិងការបង្កនៅសកម្មភាពផ្សេងៗយ៉ាងកក្លឿននៅលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដែលទង្វើនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាគឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីកម្ពុជានិងជាការអនុវត្តអំណាចខុសច្បាប់ផ្ទុយស្រឡះអំពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907និងគោលការណ៍ច្បាប់អន្តរជាតិទាំងស្រុងឈានចូលដល់ព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2026នេះស្ថានភាពបានវិវត្តមកដល់ដំណាក់កាលចរចាបន្ទាន់មួយនៅពេលដែលយោធាភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគទី2ភាគីថៃបានបើកកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ OBC នៅឯច្រកអន្តរជាតិជាំសងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីទប់ស្កាត់នឹងការផ្ទុះអាវុធជាយថាហេតុនៅក្នុងជំនួបដ៏តានតឹងដែលដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារុងខាងភាគីកម្ពុជានិងឧត្តមសេនីយ៍ត្រីកម្ផណាវ៉ាវ៉ាន់សុខាងភាគីថៃភាគីទាំងពីរបានជជែកដេញដោលយ៉ាងស្វិតស្វាញអំពីការអនុវត្តខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC កាលពីចុងឆ្នាំ2025កន្លងទៅក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យលោកជំទាវឧត្តមសេនីយ៍ម៉ាលីសុជាតាបានគូបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅជំហររក្សាសន្តិភាពប៉ុន្តែមិនរាថយនៅក្នុងការការពារទឹកដីដោយទាមទារឲ្យភាគីថៃគោរពឲ្យបានខ្ជាប់ខ្ជួននៅកិច្ចព្រមព្រៀងសន្តិភាពនិងសន្ធិសញ្ញាដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌បំផុតស្របពេលជាមួយនឹងស្ថានភាពព្រំដែនដែលកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលរបាយការណ៍របស់សារព័ត៌មានข่าวសុទ្ធអ៊ីងលីសរបស់ថៃបានទម្លាយឲ្យឃើញនៅផែនការមហិច្ឆតារបស់ភាគីថៃដែលបានកាន់តែធ្វើឲ្យកម្ពុជាមិនអាចបង្អែបង្អង់បានឡើយគឺគម្រោងនៃការស្ដារប្រាសាទតាក្របីដែលថៃបានដាក់បញ្ចូលទៅក្នុងខេត្តសុរិន្ទរបស់ខ្លួនដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃបានស្នើសុំកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួសជុលប្រាសាទនេះឲ្យរួចរាល់នៅក្នុងរយៈពេល2ឆ្នាំ
សកម្មភាពនេះត្រូវបានមជ្ឈដ្ឋានអន្តរជាតិមើលឃើញថាគឺជាការប៉ុនប៉ងបង្កើតនូវអង្គហេតុថ្មីមួយដើម្បីលេបត្របាក់យកប្រាសាទបុរាណរបស់កម្ពុជាជាកម្មសិទ្ធិផ្លូវការផ្ដាច់មុខរបស់ខ្លួនខណៈដែលថៃថែមទាំងបានរៀបចំកម្មវិធីរំរែកដូចជារបាំបូជាយញ្ញនិងពិធីសាសនាដ៏ធំមួយដែលមានអ្នកស្រុកប្រមាណជា400នាក់ត្រូវបានចូលរួមដើម្បីឧទ្ទិសទៅដល់ព្រលឹងខ្មោចតៃហោងរបស់យោធាថៃដែលបានបាត់បង់អាយុជីវិតនៅលើទឹកដីកម្ពុជាកំឡុងពេលដែលពួកវាបានធ្វើការឈ្លានពានទឹកដីកម្ពុជាយើងដែលទង្វើនេះគឺជាការដុតបាញ់ឆេះកំហឹងនិងការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជានិងបុព្វបុរសខ្មែរដែលជាស្ថាបនិកកសាងប្រាសាទនៅលើទឹកដីខ្មែរកាន់តែព្រួយបារម្ភជាងនេះទៅទៀតដោយផ្អែកទៅលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ NSC ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃដែលបានអនុម័តនៅផែនការលុបចោលអនុសរណៈនៃការយោគយល់គ្នា MOU ស្ដីអំពីដែនសមុទ្រជាមួយនឹងកម្ពុជាហើយបំរុងនឹងជំនួសមកវិញនៅការប្រើប្រាស់ច្បាប់អន្តរជាតិដែលមានអំណោយផលទៅលើភាគីខ្លួនតែម្ខាងសកម្មភាពរំលាយយន្តការទ្វេភាគីចោលតាមអំពើចិត្តរបស់រដ្ឋាភិបាលក្រុងបាងកកគឺជាសញ្ញាអាសន្នដែលបង្ហាញថាថៃកំពុងតែរៀបចំយុទ្ធសាស្ត្រវាយលុកទាំងផ្លូវគោកទាំងផ្លូវទឹកនិងផ្លូវច្បាប់ដើម្បីដណ្ដើមយកផលប្រយោជន៍ពីកម្ពុជាលើពីនេះទៅទៀតការតែងតាំងលោកថានុតសុវណ្ណនន្តានាយកទីភ្នាក់ងារសម្ងាត់ជាតិរបស់ថៃឲ្យមកដឹកនាំក្រុមការងារសន្តិសុខនៅតាមព្រំដែនកាន់តែបញ្ជាក់យ៉ាងច្បាស់ថាថៃកំពុងតែប្រើប្រាស់យន្តការចារកម្មនិងកម្លាំងសម្ងាត់ដើម្បីតាមដាននិងគ្រប់គ្រងស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលដៅបង្កើននូវឧត្តមភាពយោធារបស់ខ្លួននៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះកម្ពុជាក៏បានពង្រឹងនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការរឹតចំណងមិត្តភាពដៃថែបជាមួយនឹងមហាអំណាចចិននៅក្នុងកិច្ចប្រជុំលើកទី1នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 កាលពីថ្ងៃទី22ខែមេសាឆ្នាំ2026រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរវត្តមានឯកឧត្តមវ៉ាងយីនិងឯកឧត្តមនាយឧត្តមនាវីតុងជុនបាននាំមកជូនដំណឹងដ៏គួរឲ្យរំភើបបំផុតសម្រាប់ខឿនការពារជាតិកម្ពុជាភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើទំនើបកម្មយោធារបស់កម្ពុជាទាំងផ្នែកដែនទឹកដែនគោកនិងដែនអាកាសដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពជាតិមិត្តភាពកម្ពុជាចិនមិនមែនត្រឹមតែឈ្មោះប៉ុណ្ណោះទេប៉ុន្តែគឺជាដៃគូយុទ្ធសាស្ត្រដែលអនុវត្តជាក់ស្ដែងនៅក្នុងយុគសម័យថ្មីនេះហើយភាគីទាំងពីរថែមទាំងបានឯកភាពគ្នាដំឡើងកម្រិតកិច្ចសន្ទនាពី 2+2 ទៅជា 3+3 ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសហភាពការតំបន់ដែលកំពុងតែមានភាពមិនប្រកបប្រជាដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយកម្ពុជាមិនត្រឹមតែពង្រឹងផ្នែកយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យសន្តិសុខសាធារណៈជាមួយនឹងប្រទេសចិនផងដែរការសម្រេចចិត្តដំឡើងនៅកម្រិតយន្តការចរចាទៅជា 3+3 និងមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិនដែលនេះគឺជាខែលការពារជាតិដ៏រឹងមាំនៅក្នុងការបង្ក្រាបរាល់ឧបាយកលដែលបង្កឡើងដោយភាគីថៃរួមទាំងក្នុងតំបន់និងសកលលោកសំដៅធានាឲ្យបាននៅមិត្តភាពដៃថែបដែលមិនអាចកាត់ថ្លៃបាននិងការកសាងសហគមន៍ជោគវាសនារួមគ្នាគ្រប់រដូវកាលទន្ទឹមទៅនឹងការត្រៀមលក្ខណៈផ្នែកយោធានិងសន្តិសុខកម្ពុជាកំពុងតែមមាញឹកនៅក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីពង្រឹងផ្ទៃក្នុងលើវិស័យប្រពៃណីនិងវិស័យថ្មីៗដែលមានសក្តានុពលខ្ពស់បំផុតរួមមានបដិវត្តកម្មវិធី Digital ការអភិវឌ្ឍបៃតងសេដ្ឋកិច្ចពណ៌ខៀវនិងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់យូរអង្វែងការពង្រឹងសេដ្ឋកិច្ចជាតិគឺជាគ្រឹះដ៏សំខាន់មួយនៅក្នុងការទ្រទ្រង់ទៅដល់វិស័យការពារជាតិខណៈដែលចិនបានបដិញ្ញាបន្តជួយកម្ពុជាឲ្យសម្រេចបាននូវលទ្ធផលវិជ្ជមានជាក់ស្ដែងនិងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរដែលនេះគឺជាយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងការកសាងឥទ្ធិពលនិងភាពរឹងមាំរបស់កម្ពុជានៅលើឆាកអន្តរជាតិក្រៅពីការរឹតចំណងជាមួយនឹងមិត្តភាពចិនកម្ពុជាក៏បានបង្ហាញអំពីភាពវៃឆ្លាតផ្នែកការទូតដោយពង្រឹងសម្ព័ន្ធភាពជាមួយនឹងមហាអំណាចសេដ្ឋកិច្ចផ្សេងទៀតដើម្បីផលប្រយោជន៍របស់ជាតិនៅរសៀលថ្ងៃទី23ខែមេសាឆ្នាំ2026
នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានចុះហត្ថលេខាជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនលើអនុទានហិរញ្ញប្បទានប្រាក់យេនដែលមានតម្លៃប្រមាណជា$46 លានអាមេរិកសម្រាប់គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញការទទួលបាននូវការគាំទ្រពីជប៉ុននៅក្នុងស្ថានភាពដ៏តានតឹងមួយនេះវាបង្ហាញថាកម្ពុជាមិនមែនឯកោឡើយហើយការទាក់ទាញជំនួយអភិវឌ្ឍមកកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីនឹងជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានិងធានាបាននូវរាល់សណ្ដាប់ធ្នាប់សង្គមនៅក្នុងកំឡុងពេលដែលប្រទេសជាតិកំពុងតែជួបបញ្ហាប្រឈមមុខជាមួយនឹងវិបត្តិនៅតាមបណ្ដោយព្រំដែនទោះជាយ៉ាងណាក៏ដោយបញ្ហាប្រឈមមុខដ៏ធំបំផុតដែលស្ថិតនៅក្នុងប្រាសាទតាក្របីដែលក្រសួងធម្មការនិងសាសនាកម្ពុជាបានចេញមកបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថាសកម្មភាពរបស់សៀមលើប្រាសាទបុរាណនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាអនុសញ្ញានិងយន្តការ JBC ដែលធ្លាប់បានចុះហត្ថលេខារួចរាល់ទៅហើយការប៉ុនប៉ងរបស់ថៃនៅក្នុងការកាន់កាប់ដោយខុសច្បាប់គឺជាការប្រកាសសង្គ្រាមសីលធម៌និងវប្បធម៌មកលើប្រជាជាតិកម្ពុជាទាំងមូលនៅក្នុងន័យនេះក្រសួងវប្បធម៌កម្ពុជាបានអំពាវនាវយ៉ាងទទូចឲ្យរដ្ឋាភិបាលថៃបញ្ឈប់រាល់សកម្មភាពទាំងអស់នៅលើទីតាំងនេះជាបន្ទាន់ត្រូវដកបុគ្គលិកទាំងអស់ចេញនិងជៀសវាងរាល់សកម្មភាពណាដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅខណៈដែលកម្ពុជានៅតែប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចនៅក្នុងការការពារបូរណភាពទឹកដីក្នុងគ្រប់កាលៈទេសៈគិតត្រឹមម៉ោងនេះពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់ចំពោះរបបថ្មីនៃចំនួនកម្ពុជាថៃដែលកំពុងតែវិវត្តទៅរកភាពគ្រោះថ្នាក់ការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការអនុវត្តគោលការណ៍ចិនតែមួយនិងការទទួលបានការគាំទ្រផ្នែកយោធាពីទីក្រុងប៉េកាំងគឺជាសារព្រមានយ៉ាងខ្លាំងក្លាទៅកាន់ទីក្រុងបាងកកថាកម្ពុជាឆ្នាំ2026មិនមែនជាកម្ពុជាដែលងាយនឹងរងការគំរាមកំហែងដូចមុនទៀតឡើយខណៈដែលថៃព្យាយាមប្រើប្រាស់យន្តការ NSC ដើម្បីពង្រឹងអំណាចនៅតាមព្រំដែនកម្ពុជាបានរៀបចំជញ្ជាំងការពារយុទ្ធសាស្ត្រ 3+3 យ៉ាងរឹងមាំបំផុតដែលជាការបិទផ្លូវរាល់ការឈ្លានពានទាំងឡាយណាដែលប៉ះពាល់ទៅដល់ជោគវាសនារួមរបស់ប្រទេសជាតិទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះស្ថានភាពចុងក្រោយបំផុតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកងទ័ពកម្ពុជាយុទ្ធភូមិភាគទី4បានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនិងត្រៀមលក្ខណៈឆ្លើយតបគ្រប់វិនាទីចំពោះរាល់នឹងការរំលោភបំពានណាមួយដែលកើតចេញអំពីការចរចាមិនត្រូវគ្នាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឆ្លើយសារយ៉ាងច្បាស់ទៅកាន់សាធារណជនថាយុត្តិធម៌និងសន្តិភាពយូរអង្វែងអាចកើតមានទៅបានលុះត្រាតែមានការគោរពច្បាប់អន្តរជាតិនិងសន្ធិសញ្ញាដែលមានស្រាប់ដោយស្មោះត្រង់នៅក្នុងកាលៈទេសៈដ៏តានតឹងនេះស្ថានភាពស្មារតីសាមគ្គីជាតិតែមួយនិងការគាំទ្រពីមិត្តដៃថៃគឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជានៅក្នុងការការពារមរតកដូនតានិងអធិបតេយ្យភាពទឹកដីឲ្យបានគង់វង្សជារៀងរហូតបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អាននេះគឺជាព័ត៌មានដែលខ្ញុំបានដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី23ខែមេសាឆ្នាំ2026រួមផ្សំគ្នាជាមួយនឹងសេចក្តីប្រកាសព័ត៌មានផ្សេងៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏ដូចជាបណ្ដាសារព័ត៌មានផ្លូវការរបស់កម្ពុជាដូចជា BTV ជាដើមទោះបីជាយ៉ាងណាក៏ដោយចំណុចវិជ្ជមានដែលយើងសង្កេតឃើញខ្លាំងជាងគេបំផុតនោះគឺពាក់ព័ន្ធជាមួយនឹងការពង្រឹងសមត្ថភាពយោធារបស់កម្ពុជាទាំងដែនគោកដែនទឹកនិងដែនអាកាសបើទោះបីជាករណីដែលថៃកំពុងតែព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាទាញផលប្រយោជន៍ពីកម្ពុជាឲ្យកាន់តែបានប៉ុន្តែកម្ពុជាវិញក៏មិនបាននៅស្ងៀមដែរយើងមិនបង្កឲ្យមានបញ្ហាសង្គ្រាមកើតឡើងជាថ្មីទេប៉ុន្តែប្រសិនបើដំណាក់កាលដែលភាគីសៀមនៅតែទទូចចង់បាននៅការប្រើប្រាស់កម្លាំងយោធាកម្ពុជាត្រូវតែការពារបូរណភាពទឹកដីឲ្យបានជាដាច់ខាតប៉ុន្តែកម្ពុជានៅតែមានជំនឿជាក់ក្នុងការរក្សាគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនារាល់ការអត្ថាធិប្បាយនៃវីដេអូនេះសង្ឃឹមថាបងប្អូននឹងជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូជាបន្តបន្ទាប់ស្រឡាញ់ពេញចិត្តវីដេអូនេះកុំភ្លេចចុច like
comment ឲ្យមេដៃម្នាក់មួយនិង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាផងដែរចង់បានព្រឹត្តិការណ៍ព័ត៌មាន update ថ្មីទាំងជាតិនិងអន្តរជាតិជាពិសេសស្ថានភាពកំពុងតែក្តៅគគុកនៃសង្គ្រាមអាមេរិកអ៊ីរ៉ង់បងប្អូនគ្រាន់តែចុចពាក្យ subscribe លើ channel ចង់ដឹងទេជាការស្រេចសូមជម្រាបលា